ជាការពិតមិនមែនខ្ញុំបាទបរិយបលើកចេះតែនឹកឃើញហាមាត់និយាយនឹកឃើញចេះតែហាមាត់ថាទេបាទពីពួកខ្ញុំមកទីនេះបងប្អូនមិនមែនមកដើម្បីគ្រាន់តែដើម្បីល្អមើលមកមិនមែនគ្រាន់តែដើម្បីចង់បានតែផលប្រយោជន៍ពីជនជាតិខ្លួនឯងតែខ្ញុំមកទីនេះគឺមកជាមួយនឹងបេះដូងចង់ជួយមកជាមួយនឹងបេះដូងការបង្ហាញនៅនីតិវិធីពិតប្រាកដទៅលើការដោះស្រាយនៅទុកកង្វល់បងប្អូនដែលកំពុងតែមានជំងឺរ៉ាំរ៉ៃជាពិសេសជំងឺទឹកនោមផ្អែមជំងឺលើសឈាមជំងឺលើសស្ករជំងឺស្លាកអាស៊ីតជាប្រេងសណ្ដែកកាយខ្មែរជាស្តង់ដារខ្មែរតែប្រកួតប្រជែងលក្ខណៈលំដាប់អន្តរជាតិគុណភាពលក្ខណៈលំដាប់អន្តរជាតិហេតុអីបានខ្ញុំហ៊ាននិយាយថាលក្ខណៈប្រកួតប្រជែងអន្តរជាតិបងប្អូនដោយសារតែប្រេងសណ្ដែកកាយខ្មែរយើងនេះគឺជាប្រេងមួយដែលសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា369ច្រើនជាងគេលើលោកបងប្អូនត្រូវស្គាល់ត្រូវដឹងអំពីអ្វីជាអូមេហ្គា369គឺជាអាស៊ីតខ្លាញ់ដែលរាងកាយយើងត្រូវការបំផុតប៉ុន្តែរាងកាយអត់មានសមត្ថភាពនៅក្នុងការផលិតបានដោយខ្លួនឯងទេជាទូទៅគឺយើងបានពីចំណីអាហារផ្សេងតែចំណីអាហារផ្សេងគឺមានសារជាតិតិចណាស់កន្លែងហ្នឹងហើយដែលធ្វើឲ្យប្រជាជនយើងងាយនឹងខ្សោយងាយនឹងចាស់មុនអាយុងាយនឹងកើតការរលាករហូតដល់មានជំងឺផ្សេងដូចជាកាពះពោះវៀនសាឡាអាស៊ីតបេះដូងតម្រង់នោមលើសឈាមលើសស្ករទឹកនោមផ្អែមទឹកនោមប្រៃបញ្ហាសត្រីជាដើមនោះគេហៅថាជាពពួកជំងឺសរីរាង្គមិនមែនជាជំងឺឆ្លងមកពីមិត្តភ័ក្តិបងប្អូនមកពីណាទេតែវាកើតឡើងដោយសារតែរាងកាយយើងផ្ទាល់ដែលមានការខ្សោយដែលមានការរលាកកត្តាដោយសារតែការបាត់បង់សារជាតិហើយការដែលបាត់បង់សារជាតិដ៏សំខាន់ជាងគេនោះគឺអូមេហ្គា369អញ្ចឹងពិភពលោកបាទអង្គការពិភពលោកគេណែនាំឲ្យយើងរកអាហារណាដែលសម្បូរទៅដោយអូមេហ្គា369តែជាទូទៅយើងពិបាកក្នុងការរកណាយើងទៅរកពីត្រីសមុទ្រយើងទៅរកពីត្រីទូណាថាតើតម្លៃប្រមាណហើយបើធៀបជាមួយនឹងសណ្ដែកផ្កាយទៀតគឺនៅតែទាបជាងសណ្ដែកផ្កាយឃើញទេអញ្ចឹងសណ្ដែកផ្កាយមានតម្លៃត្រឹមតែ$29ក្នុងមួយខែស្មើនឹងបងប្អូនបំពេញសារជាតិទៅឲ្យរាងកាយគ្រប់គ្រាន់ខ្ញុំជឿជាក់ថា$29មិនថ្លៃពេកគូមិនថោកពេកដែរប៉ុន្តែខ្ញុំគិតថាសមល្មមសម្រាប់ប្រជាជនរបស់យើងអញ្ចឹងត្រឡប់មកវិញពាក់ព័ន្ធជាមួយនឹងប្រេងសណ្ដែកកាយខ្មែរស្តង់ដារខ្មែរតែប្រកួតប្រជែងលក្ខណៈអន្តរជាតិនេះគឺជាការពិតមិនមែនខ្ញុំបាទបរិយបលើកចេះតែនឹកឃើញហាមាត់និយាយនឹកឃើញចេះតែហាមាត់ថាទេបាទពីពួកខ្ញុំមកទីនេះបងប្អូនមិនមែនមកដើម្បីគ្រាន់តែដើម្បីល្អមើលមកមិនមែនគ្រាន់តែដើម្បីចង់បានតែផលប្រយោជន៍ពីជនជាតិខ្លួនឯងតែខ្ញុំមកទីនេះគឺមកជាមួយនឹងបេះដូងចង់ជួយមកជាមួយនឹងបេះដូងការបង្ហាញនៅនីតិវិធីពិតប្រាកដទៅលើការដោះស្រាយនៅទុកកង្វល់បងប្អូនដែលកំពុងតែមានជំងឺរ៉ាំរ៉ៃជាពិសេសជំងឺទឹកនោមផ្អែមជំងឺលើសឈាមជំងឺលើសស្ករជំងឺស្លាកអាស៊ីតបងប្អូនវាជារឿងមួយដែលមិនពិបាកទេដោយសារតែយើងបានរកឃើញកន្លឹះហើយវិជ្ជសាស្ត្រអមជាមួយនឹងសរីរវិទ្យាបងប្អូនពិសាថ្នាំពេទ្យដើម្បីបញ្ចុះស្ករក្នុងឈាមប្រចាំថ្ងៃពិសាថ្នាំពេទ្យដើម្បីជួយសម្រួលសរសៃឈាមពិសាថ្នាំពេទ្យដើម្បីជួយបំបត្តិការឈឺចាប់ជួយបញ្ចុះអាស៊ីតជាដើមស្របពេលនោះហូបប្រេងសណ្ដែកកាយដើម្បីដោះស្រាយមូលហេតុជំងឺគឺការស្ដារគ្រឿងក្នុងយើងឲ្យខ្លាំងឲ្យល្អឡើងវិញហើយអូមេហ្គា369ពីប្រេងសណ្ដែកកាយនេះបងប្អូនកុំបារម្ភដាក់ចូលរាងកាយខ្លាំងលឿនណាស់រាងកាយមានកម្លាំងលឿនណាស់រាងកាយគ្រឿងក្នុងយើងល្អលឿនណាស់ផ្សះការរលាកលឿនណាស់រឿងអីល្អប៉ុណ្ណឹងហើយយើងមិនហ៊ាននិយាយថាប្រកួតប្រជែងលក្ខណៈអន្តរជាតិមានន័យថាប្រេងសណ្ដែកកាយឬក៏សាចាអេនជីនីគេស្គាល់ទូទាំងពិភពលោកបាត់ទៅហើយប៉ុន្តែជាទូទៅពិភពលោកពិបាករកដីដាំពិភពលោកពិបាករកកន្លែងដាំតែទេការអីទេកាលអីអំណោយពីធម្មជាតិនៃដីសវណ្ណភូមិនៃដីអច្ឆរិយៈដែលបន្សល់ឡើងដោយដូនតារបស់យើងកន្លែងនេះហើយខ្ញុំអាចនិយាយបានថាវាជាសំណាងនៃប្រជាជនរបស់យើងដែលយើងមានដីដ៏ល្អឯកសម្រាប់ដាំដុះនៅដំណាំសណ្ដែកកាយរហូតឈានមកដល់ការផលិតជាផលិតផលសម្រាប់ដែលចេញពីគ្រាប់សមួយនេះមកជាដំណក់ប្រេងមាសដំណក់ប្រេងធម្មជាតិមួយនេះបាទអញ្ចឹងរកព័ត៌មានផ្សេងបងប្អូនអាចឆាតចូល page ដើម្បីប្រឹក្សាយោបល់ជាមួយនឹងសហការីរបស់ខ្ញុំឬក៏ call មកលេខដៃដើម្បីប្រឹក្សាយោបល់ជាមួយខ្ញុំបាទវិរៈបន្លឹបតបាទសូមអរគុណ